បាទចំណាយលុយត្រឹមតែជាង$20,000ទៅលើសេវារដ្ឋការបងប្អូនអាចទៅនៅសហរដ្ឋអាមេរិកបានទាំងគ្រួសារបាទកម្មវិធីនេះគឺហៅថាកម្មវិធី EB3 កម្មវិធី EB3 គឺគេបានបង្កើតឡើងតាំងពីឆ្នាំ1990មកម្លេះដោយសភាអាមេរិកគឺដើម្បីជ្រើសរើសបងប្អូនដែលជាអ្នកដែលចង់ទៅនៅសហរដ្ឋអាមេរិកហ្នឹងគឺតាមរយៈការទៅធ្វើការក្នុងបុគ្គលិកអត់ជំនាញបាទនៅក្នុងកម្មវិធីនេះផងដែរអ្នកដាក់ពាក្យគាត់ត្រូវមានអាយុចន្លោះពី18ទៅ50មានសុខភាពល្អប្រវត្តិរស់នៅល្អនិងមានសញ្ញាបត្របាក់ឌុបបាទអញ្ចឹងគាត់ទៅនេះគាត់អាចទៅជាលក្ខណៈគ្រួសារបានមានប្តីប្រពន្ធនិងកូនមិនក្រោមអាយុទេនៅថ្ងៃដែលគាត់ចេញដំណើរឬក៏ថ្ងៃដែលគាត់បានវីសាហ្នឹងកុំឲ្យអាយុដល់21អញ្ចឹងយល់ល្អបំផុតនៅថ្ងៃដែលបងប្អូនដាក់ពាក្យគឺអាយុ17ចុះក្រោមបាទហើយកម្មវិធីវិធីហ្នឹងគឺកន្លងមកមានគេចាប់អារម្មណ៍ច្រើនប៉ុន្តែគេគិតថាហេតុអីបានជាកម្មវិធីវិធីហ្នឹងប្រើពេលយូរបាទការដំណើរការកម្មវិធីវិធីតាមពិតមិនយូរទេប៉ុន្តែដោយសារវីសាមានកំណត់ដោយបងប្អូនខ្លះក៏បានដឹងដែរថាក្នុងមួយឆ្នាំគេមានវីសាត្រឹមតែ10000នាក់ប៉ុណ្ណោះសម្រាប់កម្មវិធី EB3 អញ្ចឹងនៅពេលដែលបងប្អូនដាក់មកពិភពលោកអញ្ចឹងបងប្អូនដាក់ហ្នឹងវាអាចដាក់ច្រើនមកដល់បច្ចុប្បន្ននេះវាអាចប្រើពេល3ទៅ4ឆ្នាំឡោះទៅបងប្អូនអាចទទួលបានវីសាហ្នឹងហើយទៅថ្ងៃមុខប្រហែលជាអាចនឹងយូរជាងនឹងទៀតដោយសារអីមួយរយៈពេលចុងក្រោយនេះតាមបទពិសោធន៍ការងាររបស់ខ្ញុំគឺឆ្នាំ2024-25ហ្នឹងគឺបងប្អូនយើងបានដាក់ច្រើនមែនទែនប៉ុន្តែទោះច្រើនយ៉ាងណាក៏ដោយបើយើងប្រៀបធៀបជាមួយប្រទេសជិតខាងឬក៏ប្រទេសប្រជាជនចិនឬក៏ឥណ្ឌាគឺយើងលឿនជាងគេឆ្ងាយបាទជនជាតិចិនមកដល់ថ្ងៃនេះបើសិនជាគាត់ដាក់អាចប្រើពេល11ទៅ13ឆ្នាំទៅបានចេញបានតែយើងត្រឹមតែ3-4ឆ្នាំទេបាទហើយខ្ញុំជឿថាថ្ងៃខាងមុខវានឹងកើនឡើងនៅរយៈពេលដោយសារចំនួនអ្នកដាក់កាន់តែច្រើនទៅចំណុចមួយទៀតដែលខ្ញុំតែងតែជួបប្រតិជនយើងមកប្រឹក្សាគឺគាត់តែងតែមានការបារម្ភគាត់ថាខ្លាចកម្មវិធីវិធីនឹងមិនមានបទប្រកបខ្លាចជាការបោកប្រាស់ផ្សេងចង់ចាត់ថាកម្មវិធីវិធីនេះបងប្អូនអាចsearchនៅក្នុង website របស់គេបានបងប្អូនសួរនៅ ChatGPT បានបងប្អូនអាចតាក់ទងទៅខាងស្ថានទូតសួរបានថាតើមានកម្មវិធី EB3 នឹងមែនអត់អ្វីដែលខ្ញុំសិក្សាមកគឺថាមិនមែនមានតែ EB3 មាន EB1 EB2 EB3 EB4 និង EB5 បាទហើយអ្វីដែលយើងផ្សាយ EB3 នេះដោយសារតែ EB3 វាមាន category មួយមានដែលគេថា unskilled worker ហ្នឹងគឺតម្រូវលក្ខខណ្ឌទាបហ្នឹងគឺងាយនៅក្នុងការបងប្អូនដាក់បើសិនជាបងប្អូនជ្រើសរើសយកកម្មវិធី EB1 ឬក៏ EB2 គឺបងប្អូនត្រូវតែជាអ្នកដែលពូកែមានសមត្ថភាពខ្ពស់បាទអញ្ចឹងវាពិបាកនៅក្នុងការរកប្រតិជនអញ្ចឹងហើយបានខាងខ្ញុំអត់ផ្សព្វផ្សាយប៉ុន្តែក៏យើងមានដែរបើសិនជាបងប្អូនគិតថាបងប្អូនមានសមត្ថភាពខ្ពស់ធ្លាប់មានស្នាដៃបោះពុម្ពផ្សាយមានទទួលបាននៅការទទួលស្គាល់ឬក៏មានន័យថា award បាទពេលរង្វាន់ដែលអន្តរជាតិគេទទួលស្គាល់បងប្អូនមានចំណូលច្រើនជាអ្នកបកកែអាចសិក្សាបានហើយបើ EB5 វិញក៏យើងមានទៀត EB5 គឺសម្រាប់បងប្អូនដែលគាត់អ្នកមានលទ្ធភាពខ្ពស់គឺយើងត្រូវតម្រូវឲ្យវិនិយោគលុយ$80,000ទៅ$1 លានដើម្បីទទួលបាននៃការសិទ្ធិទៅរស់នៅសហរដ្ឋអាមេរិកហ្នឹងអញ្ចឹងខ្ញុំគិតថា EB3 គឺលក្ខខណ្ឌវាទាបហើយចំណាយលុយក៏តិចបាទអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍បងប្អូនអាចមកប្រឹក្សាយោបល់ជាមួយខ្ញុំផ្ទាល់បានហើយសូមបញ្ជាក់ថាក្រុមហ៊ុន Glovisa គឺជាក្រុមហ៊ុនអន្តរជាតិមួយដែលយើងមានអ្នកជំនាញច្បាស់លាស់ធ្វើការមានវិជ្ជាជីវៈរាល់សេវាកម្មរបស់យើងខ្ញុំបើសិនជាធ្វើអត់បានគឺយើងមានលក្ខខណ្ឌ refund លុយវិញបាទផ្ដល់លុយឲ្យវិញបើសិនជាការដែលទៅនឹងអត់បានដោយសារខាងក្រុមហ៊ុនអញ្ចឹងបងប្អូនចង់ដឹងថាលក្ខខណ្ឌមិនខ្លះដែលយើងដាក់បានហើយលក្ខខណ្ឌយ៉ាងមិនខ្លះដែលគេសងលុយវិញក្នុងករណីបានទៅបងប្អូនអាចទៅមកខ្ញុំផ្ទាល់បានបាទសូមអរគុណ